បាទស្ដីបងប្អូនអរគ្នាដែលស្លាញ់វិស័យប្រមាញ់នេះជាការប្រហាត់អកប្រេច្រើនពណ៌តែយើងប្រហាត់ដំបងយើងត្រូវដាក់ខ្សែវាអញ្ចឹងអានេះយើងសរកគីឡូវាហើយនេះសម្រាប់សិលៈគីឡូគាត់ជា2គីឡូជាងយើងទម្លាក់ម្ដងតិចឲ្យស្រកខ្លះហើយឥឡូវឆ្លងដៃបានឆ្ងាយគ្រាន់ហើយដំបងឡើយយើងរុញទ្រុងវាឲ្យវាស៊ីចំណីនៅលើស្រោមដៃហើយបន្ទាប់មកចាំយើងចាប់ដើមវាចេះស៊ីចំណីលើស្រោមដៃហើយបានយើងហៅវាឆ្លងដៃអូខេជាមួយខ្ញុំហៅវាឆ្លងដៃឥឡូវរឿងបានឆ្ងាយគ្រាន់លាក់សម្រាប់អកប្រេកច្រើនពណ៌បើបងប្អូនកុំយកអាស្រោមដៃខ្លីនេះលេងអានេះខ្ញុំរៀងថ្នឹកដែរហើយទេដែលខ្ញុំយកស្រោមដៃខ្លីលេងពួកអីអាហ្នឹងវាអញវាហក់មកនេះប្រយ័ត្នទៅវានេះចូលពោះដៃភ្លឹបកញ្ចក់វានេះស្រោមដៃមុំធ្លុះដូចគ្នាស្រោមដៃអានេះប្រភេទស្រោមដៃល្អបើយើងយកលេងអាធំអញ្ចឹងតើយើងយកស្រោមដៃល្អហើយបងប្អូនត្រូវចេះបិទចំណៃអញ្ចឹងពេលបិទចំណៃចូលមកចិត្តតិចនេះពេលបិទចំណៃចាំមើលវាស៊ីវាងើយទៅលើអញ្ចឹងសัตว์ពេលវាស៊ីវាងើយទៅលើពេលវាងើយទៅលើចាំយើងដកចំណៃវាឲ្យវាស៊ីចឹងអញ្ចឹងឲ្យវាស៊ីសិនទៅចាំវាងើយទៅលើវាភ្លេចខ្លួនចាំយើងដកពុចដាក់វាទៅវិញហៅវាម្ដងទៀតចាំហៅវាទៀតលាក់មកលាក់បាទអបរៃនេះអត់ចេះស្រែកទេស្រឡាញ់អត់ចេះស្រែកមកពុជបានឆ្ងាយគ្រាន់ហើយបើយើងត្រូវមើលចិត្តបាក់សីយើងផងកុំចេះថាហៅចង់ប្រឡែងខ្សែអីប្រយ័ត្នលើចុងថ្នោតហ្នឹងហើយនេះវីដេអូចែកម្លែកមានតែប៉ុណ្្នឹងហើយបងប្អូនបងប្អូនត្រូវការស្រោមដៃត្រូវការអីក៏មានដែរអញ្ជិញអីបងប្អូនអាគីឡូធំនេះប្រើអញ្ជិញល្អទៅតម្លៃវាថ្លៃបន្តិចមែនប៉ុន្តែវាល្អប្រើបានយូរបាទអរគុណបាយបងប្អូនអរគ្នាតោះទៅវិញ